អ្នកលេងពូថៅដៃពីគៀនធឿនធារាម៉ែឲ្យបានកុំថ្កើងបានសុខសេនសានក្នុងសម័យសន្តិភាពបាទខ្ញុំបាទក៏សូមជម្រាបជូនបាទនៅប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបង្គោលក្រហមធឿនធារាអាយុ26ឆ្នាំ1ម៉ែត្រ75បាទទម្ងន់73គីឡូក្រាមស្រុកកំណើតភូមិស្ដៅឃុំព្រៃកណ្ដៀងស្រុកពីមរខេត្តព្រៃវែងមានអ្នកព្រៃវែងអត់មានអ្នកព្រៃវែងអត់អ្នកព្រៃវែងគេថាស្មោះស្មោះហ្នឹងមែនអត់មើលមុខអ្នកស្មោះបាទស្មោះអស់ធម្មធារាហ្នឹងហើយបាទធ្លាប់ប្រកួត169ដងឈ្នះ138ដងចាញ់22ដងស្មើ9ដងធឿនធារាធ្លាប់បដួលដៃគូឲ្យសន្លប់បាត់មាត់ឈឹងនៅលើសង្វៀន50ដងបាទប្រកួតចុងក្រោយឈ្នះកីឡាករប៉ូទុយហ្គាល់សន្លប់ទឹកទី1ថ្វាយបង្គំគ្រូរំលឹកគុណគ្រូលោកគ្រូបង្វឹកគឺលោកគ្រូអេភូថងបាទវឹកហាត់នៅក្នុងក្លឹប NBN សសបាលីគុណខ្មែររីឯបង្គោលខៀវមកពីសេនេហ្គាល់អាយុ28ឆ្នាំ1ម៉ែត្រ75ទម្ងន់73ដូចគ្នាប្រកួតបាន28ដងឈ្នះ24ចាញ់3ស្មើ1ផ្ដួលដៃគូសន្លប់បានចំនួន5ដងបាទមិញដៃគូអាមេរិនមិញក៏ប្រកួតបានតែប្រមាណដងដែរទេបាទយើងនៅចង់វេមវាមឥឡូវមកមួយទៀតហើយបាទអញ្ចឹងនេះគឺជាប្រវត្តិរូបសង្ខេបសម្រាប់ការប្រកួតរបស់កីឡាករទាំងពីររូបបាទទាំងកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងក៏ដូចជាកីឡាករពីសេនេហ្គាល់បាទអាប់ឌុលឡាបាទអញ្ចឹងអមាញ់មិញធឿនធារាក៏ទទួលបានប្រាក់ឧបត្ថម្ភបាទបន្ថែមបាទសម្រាប់ការប្រកួតបាទជាបន្តអាដាមឌួងអេលីនបាទលោកឧបត្ថម្ភលើកទឹកចិត្តដល់ធឿនធារាចំនួន4លានរៀលបន្ថែមទៀតបាទ14លានបាទជាបន្តធារាកេណរេរំតែដាក់មកក្នុងនេះដាក់ថាថ្វាយបង្គំគ្រូរំលឹកគុណគ្រូអញ្ចឹងក៏សូមការអធិស្ឋានបាទខ្ញុំអានតាមกระดาษទៅវាខុសបាទអ្នកទៅសេមកខុសអានក៏ខុសដល់ពេលអ្នកថ្វាយបង្គំគ្រូផ្សេងអញ្ចឹងក៏អធិស្ឋានឡើងវិញបាទកែតម្រូវវិញបាទបាទចាំដើម្បីឲ្យមានការខិតខំប្រឹងប្រែងបាទថ្ងៃនេះបាទធារាបាទនៅសង្វៀនជាន់8ទិសបាទដែលនាំមកជូនដោយភេសជ្ជៈបើកម្លាំងវើកបាទដែលជាសង្វៀនដំបូងបាទសម្រាប់ការធ្វើធัวប្រដាល់របស់យើងបាទទូទាំងប្រទេសកម្ពុជាទឹកទី1រឹងវ័នបាទនេះមកពីកម្ពុជាសេនេហ្គាល់
ប្រភេទទម្ងន់72គីឡូក្រាមការប្រកួតដណ្ដើមនឹងខ្សែក្រវ៉ាត់បាទធារាសុំអោបមួយមើលបាទធឿនធារាអ្នកលេងពុទ្ធៅដៃពីខៀតបាទបាញ់មកអាយ៉ាឆ្វេងមួយពីអាប់ឌុលឡាទគុនទាត់មួយទៅហើយវាយស្ដាមពីអាប់ឌុលឡាបាទធារាអត់ទាន់ចេញអាវុធទេទាត់ជើងក្រោមមួយទៀតពីអាប់ឌុលឡាបាទការប្រកួតនេះគឺតែ3ទឹកទេអាយ៉ាទៅចូលដៃរបស់អាប់ឌុលឡាស្ដាមវាយស្ដាមមួយសងកែងរបស់ធឿនធារាកែងធឿនធារាកែងរបស់អាប់ឌុលឡាជង្គង់របស់អាប់ឌុលឡាអាយ៉ាបាទលេងគ្នាហើយអាយ៉ាជង្គង់របស់បាទអាប់ឌុលឡាជង្គង់របស់អាប់ឌុលឡាបាទរុញច្រានបាទទៅបាទចូលភ្នែកបាទហើយអាយ៉ាបាទដូចជាមានអីរំខានភ្នែកហើយបាទធឿនរាគាត់ចូលដៃមួយរបស់ធឿនធារាជង្គង់របស់អាប់ឌុលឡាច្បូតមកចាក់ជង្គង់របស់អាប់ឌុលឡាលោកអញ្ញាកដាញែកបំបីបាទឥឡូវនេះដូចជាមានអ្វីរំខានភ្នែកខាងឆ្វេងរបស់ធឿនធារាទៅហើយចូលដៃរបស់អាប់ឌុលឡាដៃរបស់អាប់ឌុលឡាកាច់ភឹងពីអាប់ឌុលឡាបាទកីឡាករនីហ្សេរីយ៉ាដើរចូលទៀតវាយបានឆ្វេងមួយពីអាប់ឌុលឡាវាយស្ដាមរបស់អាប់ឌុលឡាកែងរបស់អាប់ឌុលឡាកីឡាករនីហ្សេរីយ៉ាដើរចូលមកទៀតហើយទាត់មួយទៀតអាយ៉ាវាយស្ដាមទៀតពីអាប់ឌុលឡាបាទទាត់មួយទៀតកែងមួយទៀតរបស់អាប់ឌុលឡាបាទទាត់ជាប់លោកអញ្ញាកដាញែកបំបីដើរចូលទៀតបាទពីអាប់ឌុលឡាកីឡាករនីហ្សេរីយ៉ាចូលអើយបេះស្ដាំមួយរបស់អាប់ឌុលឡាជង្គង់របស់អាប់ឌុលឡាកាច់ផ្ដួលពីអាប់ឌុលឡាដើរចូលទៀតបាទពីកីឡាករនីហ្សេរីយ៉ាទៅហើយចាក់ជង្គង់មួយបាទពីអាប់ឌុលឡាលោកអញ្ញាកដាលញែកបំបីបាទទឹកទី1នេះអាប់ឌុលឡាបាទមានព្រៀបអីយោផុតមកឆ្វេងផុតបាត់ចូលដៃស្ដាមពីអាប់ឌុលឡាចប់ទឹកទី វឹកស្នេហ៍គុនខ្មែរយក8ទិសដែលជាគុនតារាចដណ្ដើមសារវ័តរវាងកម្ពុជាសេនេហ្គាល់ទឹកទី2 round 2បាទទឹកទី2បាទកម្លាំងចិត្តរបស់ទស្សនិកជនបាទជូនដល់ធឿនធារាចូលឲ្យកាប់កែបោកភឹងអីយោយបាទជប់ទៅមកខាងសិនលោកអញ្ញាកដាលនៅមិនមែនច្បាប់ទេគឺគុណខ្មែរអូខេបន្តការប្រកួតតោះទៅទៀតអ្នកមួយវាយចូលដៃរបស់អាប់ឌុលឡាកែងរបស់អាប់ឌុលឡាបាទលោកអញ្ញាកដាញែកបបាយសិនទៅហើយបាទធារាអត់ទាន់ចេញអាវុធទេបាទអាប់ឌុលឡាទាត់ជើងក្រោមមួយស្ដាំទាត់ឆ្វេងចូលហើយកែងរបស់អាប់ឌុលឡាវាយស្ដាំរបស់អាប់ឌុលឡាជង្គង់អាប់ឌុលឡាបាទជង្គង់របស់ធឿនធារាទៅទៀតទាត់ជើងក្រោមមួយចូលវាយឆ្វេងបាទចូលស្ដាំវិញបាច់កែងរបស់អាប់ឌុលឡាកីឡាករនីហ្សេរីយ៉ាទាត់ជើងក្រោមឆ្វេងពីអាប់ឌុលឡាកែងរបស់ធឿនធារាចាំឲ្យទៅឲ្យជង្គង់របស់ធឿនធារាជង្គង់របស់បាទអាប់ឌុលឡាជង្គង់អាប់ឌុលឡាកែងរបស់ធឿនធារាសក្រាមរបស់ធឿនធារាអាយ៉ាទៅទៀតបាទកែងរបស់ធឿនធារាចាប់កាច់មកវាយមកហើយទៅទៀតហើយឆ្វេងរបស់ធឿនធារាស្ដាមរបស់អាប់ឌុលឡាកែងរបស់អាប់ឌុលឡាលោកកញ្ញាកដាលញែកបបាយសិនទៅទៀតទាត់ឆ្វេងអត់ចូលទាត់ឆ្វេងរបស់អាប់ឌុលឡាចូលបាទធារាដើរចូលវិញធាក់មួយទៅហើយជង្គង់របស់ធឿនធារាកាច់មកពីកីឡាករនីហ្សេរីយ៉ាអាយ៉ាស្ដាមរបស់ធឿនធារាជង្គង់ធឿនធារាទៅហើយឆ្វេងរបស់ធឿនធារាជង្គង់របស់អាប់ឌុលឡាបាទលោកអញ្ញាកដាញែកបបាយដើរចូលទៀតពីធឿនធារាទៅហើយបាទពីអាប់ឌុលឡាធារាដើរចូលវិញបាទអាប់ឌុលឡាដើរចូលវិញ
ទាត់ឆ្វេងមួយពីអាប់ឌុលឡាទាត់ស្ដាប់មួយទៀតចូលដៃឆ្វេងរបស់ធានធារាកែងរបស់ធានធារាកែងរបស់ធានធារាចាប់ទឹកទី2ទៅឲ្យមកកែងរបស់អាប់ឌុលឡាក្លាកននីសេរីយ៉ាបាទនេះចូលឆ្វេងរបស់ធារាបិញមកស្ដាប់នៃរបស់ធានធារាកាច់ភឹងបាទកន្លែងនេះចូលមកទាញមកហើយមួយកែងរបស់ធារាឆ្វេងទាត់សងវិញចូលវាយស្ដាំរបស់កីឡាករនីសេរីយ៉ាអាប់ឌុលឡាណែរុះកែងវាសនាគុណខ្មែរយក8ទិសដែលជាគុណតរៈចិនដំសារវត្តរវាងកម្ពុជាសេនេហ្គាល់ទឹកទី3ជាទឹកផ្ដាច់ព្រាត់ Final round បាទទឹកផ្ដាច់ព្រាត់បាទដើរចូលដោះទៀតទឹកផ្ដាច់ព្រាត់ហើយទាត់មួយពីអាប់ឌុលឡាទាត់លើរបស់ធីរ៉ាទាត់ជាក្រោមទាត់ឆ្វេងពីធានធារាទាត់មកចូលដៃរបស់ធានធារាចូលកែងរបស់កីឡាករនីសេរីយ៉ាកែងមួយទៀតអីចាទៅទៀតធាក់មួយពីអាប់ឌុលឡាវាយឆ្វេងបាទទួលខ្លួនឯងតោះទៅទៀតបាទអាប់ឌុលឡាដើរចូលទាត់បានឆ្វេងមួយទាត់ជាក្រោមបាទសងវិញបាទពីធីរ៉ាអាប់ឌុលឡាដើរចូលវាយស្ដាំរបស់អាប់ឌុលឡាសងវិញអាយនេះបាទនេះនាងគាត់ក៏ដោយស្អាតពីអាប់ឌុលឡាវាយចូលមកចាប់កន្លែងនេះកាច់អត់ចេញអាវុធរួចទេបាទលោកអញ្ញាកណ្ដាលចេញបបាយសិនដើរចូលទៀតចូលមកពីបាទអាប់ឌុលឡាវាយមកស្ផុតបាត់បាទជង្គង់របស់ធីរ៉ាបាទដើរចូលទៀតពីធានធារាបាទអាប់ឌុលឡាក៏នៅចូលត្រឹកបាទចូលវាយបានឆ្វេងម្ដាយពីធីរ៉ាអាយចាប់ចាក់ជង្គង់របស់អាប់ឌុលឡាជង្គង់អាប់ឌុលឡាកាច់ផ្ដួលភឹងបាទពីធីរ៉ាបាទទៅទៀតធាមួយទៀតបាទធីរ៉ាចូលដៃវិញរបស់អាប់ឌុលឡាវាយស្ដាប់របស់ធីរ៉ាស្ដាប់ទៀតរបស់ធីរ៉ាវាយបានស្ដាប់របស់អាប់ឌុលឡាសងគាត់ជាក្រោមវាយស្ដាប់មួយពីអាប់ឌុលឡាបាត់កែបាទគ្នាខាងក្រោយហើយបាទដើរចូលទៀតពីអាប់ឌុលឡាក្លាកននីសេរីយ៉ាធាក់មួយចូលឆ្វេងពីធីរ៉ាជុតស្ដាប់របស់ធានធារាតាមទៀតទាត់ឆ្វេងមួយពីបាទនីសេរីយ៉ាចូលឆ្វេងជង្គង់ទៀតរបស់ធីរ៉ាបាទដើរចូលទៀតបាទសុំមួយដៃទៀតចូលដៃទៀតមែនបាទខ្ទាស់ជាប់បាទចាប់ទឹកទី3បេហាអូនទេមកហើយសាច់ចេញថាគុណខ្មែរមានតែមួយបីអចាបាទនេះរូបភាពបាទជាដំណាច់បាញ់នៃការប្រកួតបាទចូលដៃឆ្វេងបាទពីធីរ៉ាចាក់មកជង្គង់ទៀតប្រកាសលទ្ធផលជាផ្លូវការចាសូមអរគុណកីឡាករបង្គោលក្រហមធានធារាឆ្នះកីឡាករបង្គោលខៀវដោយបន្ទុបាទអបអរសាទរកីឡាករនៃប្រទេសជាតិកម្ពុជាធានធារាបាទដែលជាអ្នកទទួលបាននៅជ័យជំនះបាទលើកីឡាករនីសេរីយ៉ាអាប់ឌុលឡាបាទដោយពិន្ទុក៏ដូចជាការការពារខ្សែក្រវ៉ាត់របស់ខ្លួន IPCC គុណខ្មែរ